ណែនាំមហូបមកប្រភេទដែលចាយលុយតន្តិចឯប៉ុន្តែឆ្ងាញ់ដូចមហូបដែលចាយលុយច្រើនអញ្ចឹងគឺជៀនជួនសុទ្ធហើយដែរបើខ្ញុំថាមហូបនោះចាយលុយតន្តិចក៏ដោយសារតែអ្នកទាំងអស់គ្នាកាន់លុយត2000ទៅផ្សារក៏អាចធ្វើមហូបនឹងបានដែរខ្ញីទិញទៅ500ឬក៏1000មកហើយសុទ្ធ2 3គ្រាប់មកអស់តែប៉ុណ្ណឹងគឺធ្វើមហូបនឹងបានមួយចានយ៉ាងឆ្ងាញ់ហ្មងហើយគ្រឿងផ្សំផ្សេងទៀតហ្នឹងសិតតែនៅផ្ទះយើងមានទាំងអស់ដូចជាខ្ទឹមសឬក៏គ្រឿងទេសស្លឹកខ្ទឹមឯងជាទូទៅគឺយើងតែងតែមាននៅផ្ទះហើយគ្រឿងផ្សំគោទាំងអស់ខ្ញុំបានសរសេរនៅលើហ្នឹងហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាបានឃើញឥឡូវយើងចូលមកដល់របៀបដែលយើងត្រូវធ្វើដើម្បីបានមកហូបមកមុខនេះយើងចាប់ផ្ដើមដំបូងដោយការចៀនពងព្រួយខ្លាញ់នៅល្អយើងចៀនពងទុកជាមុនសិនណាឃើញខ្ញុំប្រើខ្លាញ់ច្រើនអញ្ចឹងដោយសារតែខ្ញុំប្រើតែម្ដងទេខ្ញុំចៀនពងផងហើយខ្ញុំឆាផងអញ្ចឹងបានមើលទៅវារៀងច្រើនហើយណាមួយផ្ទះខ្ញុំវាក្លុកវារៀងបាតវារៀងដូចបាត់ផ្ទះគេអាទូទៅអញ្ចឹងប៉ុន្តែវាមើលទៅវាដូចច្រើនខ្លាំងអញ្ចឹងណាហើយសម្រាប់ការចៀនពងនឹងដែរមិនបាច់ចៀនឲ្យវាក្រៀមទេចៀនទុកនៅទៅបានហើយដោយសារតែយើងនៅយកវាទៅឆាម្ដងទៀតពេលហ្នឹងគឺវាឆ្អិនម្ដងទៀតហើយអារឿងធ្វើម្ហូបជាការពិតវាមានស្តង់ដាររបស់វាប៉ុន្តែសម្រាប់ជីវិតប្រចាំថ្ងៃយើងបើយើងរវល់ទៅតាមស្តង់ដារវាធ្វើឲ្យយើងខាតពេលណាយើងអញ្ចឹងយើងត្រូវតែច្នៃអ្វីដែលនៅជុំវិញខ្លួនយើងតាមតែអាចមានបានដូចជាជៀនជូននេះអញ្ចឹងតែប៉ិតគេត្រូវជៀនជូនជាមួយត្រីតាប៉ុន្តែខ្ញុំអត់មានត្រីទេហើយក្នុងទូខ្ញុំគឺវាមានតែពងទេអញ្ចឹងយើងច្នៃវាទៅដាក់ជាមួយពងទៅរសជាតិក៏វាអត់ខុសគ្នាដែរវាគ្រាន់តែបដូរវាសាច់ត្រីមកជាពងហើយណាមួយយើងធ្វើឲ្យលឿនដើម្បីសម្រួលពេលវេលារបស់យើងអត់មានទៅធ្វើលក់ទេយើងធ្វើហូបខ្លួនឯងយើងធ្វើមិនឲ្យលឿនដូចជាអ្នកធ្វើការអញ្ចឹងគាត់មានពេលតែ1ម៉ោងក្នុងការសម្រាកទេអញ្ចឹងយើងត្រូវតែធ្វើឲ្យលឿនតាមតែអាចធ្វើទៅបានណាហើយវិធីធ្វើម្ហូបឲ្យលឿនណាអ្នកនរអស់នេះគ្រាន់តែត្រៀមគ្រឿងរួចជាស្រេចទៅដល់ពេលធ្វើតែម្ដងគឺលឿនទេកុំឲ្យវាចេះកញ្ចប់ដល់ពេលធ្វើហើយនៅតែមិនតន់រៀបគ្រឿងហើយអាហ្នឹងរត់តែយូរលើសដើមបន្ទាប់ពីយើងចៀនពងរួចហើយចៀនពងនៅភ្នៅរួចហើយយើងនៅសល់ខ្លាញ់អញ្ចឹងយើងដុសពងចេញមកយើងចាក់ខ្ញីចូលខ្ញីហ្នឹងគឺលាងឲ្យស្អាតសិនណាមុនចាក់កុំយកមកទាំងស្រស់ទិញពីផ្សារមកស្រស់ហើយយកមកចាក់អញ្ចឹងមកយើងលាងឲ្យទុកឲ្យស្រស់ទឹកសិនមកយើងឆាជាមួយនឹងអាខ្លាញ់ដែលយើងចៀនពងវិញមកដើម្បីឲ្យវាសពបចេញក្លិនឈ្ងុយហើយអាខ្លាញ់ហ្នឹងក៏វាឈ្ងុយដែរដល់ពេលដែលយើងដួសខ្ញីហ្នឹងចេញហើយយើងទុកវាមួយឡែកទៅបន្ទាប់មកយើងមករំលីងខ្ទឹមហ្នឹងចង់ឲ្យពណ៌មិនក៏បានដែរសាច់តែអ្នកទាំងអស់គ្នាបើចង់ឲ្យទៅជាពណ៌ខ្មៅក៏ខ្ញុំលើកទឹកចិត្តដែរអាហ្នឹងអ្នកទាំងអស់គ្នាហូបខ្លួនឯងទេហើយឃើញខ្ញុំដាក់ម្ទេសហ្នឹងដោយសារតែអ្នកផ្ទះខ្ញុំក៏ចូលចិត្តហូបម្ទេសអញ្ចឹងខ្ញុំតែងតែលួចម្ទេសហើយអ្នកទាំងអស់គ្នាចំណាំមើលម្ហូបណាក៏មានម្ទេសដែរបើអត់ចេះទេមិនបាច់ដាក់ទេតែខ្ញុំចេះខ្ញុំដាក់បន្ទាប់ពីខ្ទឹមនឹងវាឡើងឈ្ងុយជាមួយនឹងម្ទេសនឹងវាសពបន្តិចមកចាំយើងចាក់សៀងចូលអាសៀងនេះគឺសៀងដែលខ្ញុំសល់ពីលើកមុនអញ្ចឹងហើយបាទខ្ញុំប្រាប់ថាម្ហូបនេះគឺអស់តិចដោយសារតែសៀងខ្ញុំមានស្រេចពងខ្ញុំមានស្រេចអត់តែខ្ញីមួយទេខ្ញុំទៅផ្សារអស់តែ1000ទេម្ហូបនេះហើយដូចសពមួយដងអញ្ចឹងអារឿងឆាសៀងមួយអាចប្រើជាមួយស្ករសបានទេព្រោះវារសជាតិចម្លែកខ្លាំងណាស់អញ្ចឹងប្រើស្ករក្រហមដាក់វាក្នុងបរិមាណដែលល្មមកុំច្រើនពេកដូចជាសៀងខ្ញុំមិញហ្នឹងមកកូនកៅតាហ៊ូហ្នឹងខ្ញុំប្រើស្ករបើគិតស្មើវាមកស្លាបព្រាបាយនឹងឯងតែបើយើងមើលអញ្ចឹងវាដូចជាតែបន្តិចដែរហ្នឹងហើយចំពោះគ្រឿងទេសផ្សេងទៀតដូចជាប៊ីចេងក៏អ្នកនរគ្នាអាចដាក់បានដែរប៊ីចេងហើយនឹងប្រេងខ្យងពេលគេឆាគេថតគេមិនដែរថតឲ្យមើលអាពេលដាក់ប្រេងខ្យងតែជាទូទៅអាហ្នឹងមានតើឲ្យតែគ្រឿងឆាគេលួចតិចហើយដើម្បីឲ្យវាឡើងខាប់ហើយមានរសជាតិឆ្ងាញ់ជាងធម្មតា Thinking I could make something to me playing every game except the បន្ទាប់ពីសៀងនឹងវាឡើងពណ៌ស្អាតហើយវារៀងដាច់ទឹកហើយក៏ចាក់ពងចូលទៅអត់ខុសពីចៀនជូនត្រីទេចៀនជូនត្រីក៏គេធ្វើបែបហ្នឹងដែរតែអានេះយើងដាក់ពងទាអញ្ចឹងយើងតម្លាក់ពងទាចូលទៅពេលហ្នឹងបើសិនជាអ្នកទាំងអស់គ្នាចង់ថែមទឹកបន្តិចក៏បានដើម្បីឲ្យអាទឹកគ្រឿងហ្នឹងវាចាប់ជាតិជាមួយនឹងពងទាឬក៏អត់ក៏បានដែរព្រោះអីខ្ញីយើងក៏វាមានជាតិទឹកឬក៏ជាតិប្រេងហ្នឹងឯងដាក់ចូលជាមួយគ្នាបដ ாய் ទៅហើយកូរច្របល់មកសន្ទុះទៀតមកពេលហ្នឹងគឺវាចាប់ជាតិគ្នាល្អអ្នកនរគ្នាអាចដួសចេញបានបន្ទាប់ពីវាឆ្អិនរួចរាល់ហើយយើងដួសវាដាក់ចានមកហើយយើងក៏ចាប់ផ្ដើមញ៉ាំទៅអ្នកនរគ្នានឹងទទួលបានម្ហូបដ៏ចម្លែកមួយគឺចៀនជួនពងទាថាចម្លែកខ្លះទៅព្រោះអីរូបរាងវាចម្លែកមែនតែរសជាតិវាគឺដូចជៀនជួនត្រីចឹងគាត់ខុសពងទាដូចខ្ញុំថាពីមុនអញ្ចឹងណាញ៉ាំណាហើយលេងផ្ទះផងអ្នកផ្ទះប្រឡាក់ច្រើនណារយលឹកខ្ទឹមផងចុងក្រោយ